នៅពេលដែលបើកផ្នែកមកសម្រាប់ថ្ងៃថ្មីយើងត្រូវតែមានអីដែលថ្មីសម្រាប់ថ្ងៃហ្នឹងត្រូវអត់ប៉ុន្តែចៃដន្យអីយើងគឺជំនឿដែរបើកភ្នែកមកងូតទឹកញ៉ាំបាយទៅរៀនមកផ្ទះវិញចុចទូរស័ព្ទហើយចូលគេហើយ routine ហ្នឹងគឺចេះតែកើតឡើងដដែលសួរថាធុញអត់គឺធុញហើយចុះហេតុអីបានជាយើងមានទម្លាប់នឹងដដែលវាអាចមកពីផ្នត់គំនិតមួយផ្នត់គំនិតដែលយើងគិតថាយើងអាចធ្វើវាបានទេឬមួយក៏យើងតែងតែប្រើពាក្យមួយថាចាំតតែយើងមានសិនទើបយើងចាប់ផ្ដើមចាំតតែយើងមាននេះមាននោះទើបយើងចាប់ផ្ដើមប៉ុន្តែពាក្យទាំងអស់ហ្នឹងគ្រាន់តែជាមេរោគដែលមិនចង់ឲ្យយើងចាប់ផ្ដើមប៉ុណ្ណោះនៅពេលដែលយើងហ៊ានសាកល្បងហើយនឹងជំនះភាពភ័យខ្លាចរបស់យើងដែលយើងគិតថាយើងអាចធ្វើទៅបានប៉ុន្តែយើងអាចគិតថាយើងគ្រាន់តែសាកល្បងនឹងចាប់ផ្ដើមវាប៉ុណ្ណឹងតែយើងអាចធ្វើបានមែនជាមួយគ្នាយើងអាចក៏និយាយបានដែរថាហេតុអីបានជាខ្ញុំត្រូវចាំហេតុអីបានជាខ្ញុំត្រូវរងចាំតតែខ្ញុំមានទៅខ្ញុំចាប់ផ្ដើមចុះហេតុអីបានជាយើងមិនចាប់ផ្ដើមដើម្បីឲ្យយើងមានវាហើយថ្ងៃហ្នឹងគឺចង់ចាប់ផ្ដើមអ្វីមួយដែលថ្មីជាមួយនឹងការបង្ហាញនឹងការជិះកង់អង្គុយទៅបាក់ទូកជាមួយខ្ញុំចាំមើលថាយើងអាចធ្វើបានអត់អូខេអញ្ចឹងបន្ទាប់ពីយើងបានត្រឡប់មកពីហ៊ានខ្មែរវិញហើយខ្ញុំបញ្ចូលលុយហើយហៅ location ព្រោះហើយបេសកកម្មរបស់យើងគឺយើងត្រូវទៅបាក់ទូកហ្នឹងគឺទៅទិញសម្រាប់សិក្សាដែរដោយសារតែថ្ងៃហ្នឹងគឺយើងត្រូវទៅប៉ែតថ្មី and ក៏ឆ្លៀតចូលហើយសំខាន់គឺយើងជិះកង់អង្គុយតែមើលតែយើងអាចធ្វើទៅបានអត់ let's go ចំពោះកង់អង្គុយរបស់ខ្ញុំគឺវាជាសេរីទាបដែល100 200ឯនឹងជិះបានតែ20គីឡូឯងបានថាមកទៅបាក់ទូកហើយនឹងមកវិញតែប៉ុណ្្នឹងឯងហើយសំខាន់វា frank អត់ស៊ីទៀតប៉ុន្តែគាត់តែសាកវាទៅបានអត់ហើយសំណួរសួរថាហេតុអីបានជាខ្ញុំជិះកង់អង្គុយរបស់ខ្ញុំទៅបាក់ទូកគឺដោយសារអីខ្ញុំចង់ចំណេញលុយព្រោះខ្ញុំត្រូវទៅប៉ែតថ្មិញហើយប៉ែតថ្មិញរបស់ខ្ញុំគឺនៅបាក់ទូកហើយវាហ៊ានឆ្ងាយហោះដល់គឺយើងជិះ pass app អញ្ចឹងបើសិនជាយើងចង់ចំណេញលុយ pass app យើងត្រូវតែធ្វើដំណើរដោយខ្លួនឯងហើយចំពោះខ្ញុំអត់មានម៉ូតូអីទេគឺខ្ញុំមានកង់អង្គុយហើយខ្ញុំគិតថាដំបូងខ្ញុំគិតថាវាអត់អាចទេដែលត្រូវជិះកង់អង្គុយប៉ុន្តែពូខ្ញុំនិយាយថាអញសាកមើលអញ្ចឹងខ្ញុំគិតថាអូខេចង់ចំណេញលុយចឹងតតែយើងហ៊ានបើសិនជាវាអត់កើតយើងមកវិញមកចឹងដំបូងខ្ញុំត្រូវជិះទៅប៉ែតថ្មីដែលចិត្តនៅសាលាបាក់ទូកហ្នឹងហើយត្រូវដូរកស៊ូចាហើយនេះគឺជាប៉ែតរបស់ខ្ញុំមើលមុខគ្នាហើយអូខេបន្ទាប់មកគឺខ្ញុំមើល location ទៅបាក់ទូកច្រឡងខ្ញុំនិយាយមែនលើកមុនគឺមករត់ឃើញទេតែលើកហ្នឹងរក location ហើយស្គាល់ទីតាំងបាក់ទូកច្រឡងហ្នឹងហើយខ្ញុំរើសយកសភៅឬក៏ទិញមកហើយយើងក៏មកវិញមកហើយយ៉ាមានអារម្មណ៍ថាពេលខ្លះនៅពេលដែលយើងជិះម្នាក់ឯងវារៀង lonely មានអារម្មណ៍ថាឯកាវាម្នាក់ឯងប៉ុន្តែមានអារម្មណ៍ថាពេលដែលយើងជិះទៅវាសប្បាយមួយយ៉ាងអញ្ចឹងមកវិញក៏ខ្ញុំចូលទិញអីវ៉ាន់តិចតួចហើយក៏ឈាមមកទៅវិញហើយចង់និយាយថាសាកជិះម្នាក់ឯងសាកជិះទៅមានអារម្មណ៍ថាវាសប្បាយមួយយ៉ាងជាបានយើងបានទិញមានប្រដាប់បោះហើយខ្ញុំយកពណ៌ភីងទៀតទិញមកគឺដើម្បីទុកសរសេរប្រដាប់ដាក់ច្រាសដ៏ថ្មីនៅក្នុងបន្ទប់ទឹកព្រោះនៅក្នុងបន្ទប់ទឹកវាសើមរហូតអញ្ចឹងបើសិនយើងទុកថ្នាំច្រាសដ៏ថ្មីរបស់យើងនៅហ្នឹងវាមានមេរោគច្រើនគឺជាដង្កៀបដោយសារខ្ញុំត្រូវការគៀបខ្ញុំបាត់ខ្ញុំឈប់បាត់វាសាច់ហ្នឹង I have this book អញ្ចឹងខ្ញុំទៅទិញសភៅអានមួយទៀតដោយសារខ្ញុំគិតថាខ្ញុំនឹងអានសភៅចាស់ៗឡើងវិញប៉ុន្តែនៅពេលដែលខ្ញុំអានសភៅចាស់ៗឡើងវិញខ្ញុំមានតែកំណត់តតែអញ្ចឹងអញ្ចឹង just ធុញខ្ញុំគិតថាអូខេក្នុងមួយខែខ្ញុំចង់អានសភៅមួយដែលខ្ញុំថ្មី new សម្រាប់ខ្ញុំហ្មងខ្ញុំមកត្រូវការអានសភៅតែឡើងវិញអញ្ចឹង and yeah so I have ដោយសារតែខ្ញុំទិញអាភៅនេះមកដោយសារ sometimes មានអារម្មណ៍ថាជីវិត what is ជីវិតហ្នឹងវាដើរមកអញ្ចឹងក៏ទិញអានេះមកទៅក៏ពិតមានច្រើនទេដែលខ្ញុំចង់ទិញឲ្យមានច្រើនណាស់ប៉ុន្តែ plan របស់ខ្ញុំទី1គឺខ្ញុំនឹងអានសភៅដែលចេញមកពី My Bookshop ហ្នឹងគឺខ្ញុំនឹងទិញខ្ញុំនឹង My Bookshop Cambodia គ្រីស្តានមកគឺខ្ញុំនឹងអានសភៅដែលបោះផ្សាយបកប្រែពីគ្រីស្តានហ្នឹងគឺខ្ញុំនឹងទិញអានយកអស់ហ្នឹងចឹងបើធ្វើថាចំណាយលុយទៅលើសភៅច្រើនអត់មានអារម្មណ៍ថាចំណាយលើសភៅហ្នឹងគឺវាច្រើន but
it's happy and it's fun yeah it's made me happy so I just do that ហ្នឹងគឺយើងទៅទិញបាច់ I can say មានអារម្មណ៍មិនដែរនៅពេលដែលយើង like ជិះកង់អង្គុយហើយទៅបាក់ទូកចឹងព្រោះចេញជិះកង់អង្គុយទៅបាក់ទូកហ្នឹងវាចំណាយពេលឆ្ងាយហើយវាជិះផ្លូវធំទៀតហើយខ្ញុំជិះកង់អង្គុយរបស់ខ្ញុំមែនកង់អង្គុយ like ដែលល្អអីទេតាម100អីជាងហ្នឹងហើយជិះបានតែ20គីឡូឯងមកទៅហើយនឹងមកវិញហើយប្រាំងអត់ស្វីទៀតអញ្ចឹងសួរថា how is feel sometimes នៅពេលដែលខ្ញុំជិះទៅកន្លែងណាមួយហើយខ្ញុំឃើញម៉ូតូធំខ្ញុំគិតថាតើតែខ្ញុំមានម៉ូតូធំបាន it's gonna be happy when I ride somewhere ឥឡូវសាកចៅយើងជិះកង់អង្គុយទៅតែពិតដំបូងខ្ញុំគេពូខ្ញុំប្រាប់ខ្ញុំថាហើយសាកជិះកង់អង្គុយមើលហើយជិះកង់អង្គុយទៅប៉ែថ្មិញខ្លួនឯងបានអត់ខ្ញុំគិតថា it's car ខ្ញុំគិតថាវាអត់អាចទៅរួចទេប៉ុន្តែពេលហ្នឹងគឺខ្ញុំចង់ចំណេញលុយដោយសារបើសិនជាខ្ញុំជិះ pass app ទៅវាអស់ច្រើនហើយខ្ញុំចង់បានលុយដែលនៅសល់ពី pass app ហ្នឹងទៅទិញអីផ្សេងអញ្ចឹងខ្ញុំគិតថាអូខេសាកមើលសាកអាមួយអ្វីដែលយើងមានអារបស់ទៅដែលយើងគិតថាអត់អាចធ្វើទៅបានតែយើងអាចសាកពីមើលវាអត់មានអីគ្រាន់តែយើងជិះទៅគឺយើងត្រូវតែប្រុងប្រយ័ត្នតិចតួចទៅយើងត្រូវប្រុងប្រយ័ត្នជិះមិនធ្វើមិនហើយម្យ៉ាងទៀតយើងមកខាតជាមួយនឹងអាតូចហ្នឹងជាងនៅពេលដែលយើងមានម៉ូតូមែនតើយើងដឹងថាតែយើងត្រូវជិះបែបមិនឲ្យត្រូវផ្លូវគ្រប់ច្បាប់ចរាចរណ៍ and I feel like ដែលខ្លះវាអត់ដូចនឹងការគិតរបស់យើងឯងអញ្ចឹងយើងត្រូវតែហ៊ានហើយសាកល្បងធ្វើវាពេលខ្លះវាអត់អាចដូចជាអត់អាចទៅរួចទេរឿងខ្លះប៉ុន្តែ yeah it's maybe can work រឿងខ្លះយើងគិតថាវាអាចដំណើរការប៉ុន្តែវាអត់ស័ក្តិសម just try and always trust yourself you can do it